បាទអានេះឈុតទី2មិនមែនរបស់ខ្ញុំទេតែរបស់កូនក្រុមរបស់ខ្ញុំថ្ងៃនេះ2អ្នកកូនក្រុមធ្វើការធ្ងន់បន្តិចហ្នឹងនេះហើយយកកន្លះម៉ោងលុបទៅបាត់ថតមើលបានឆ្ងាយនោះទៅដល់នោះគឺមិនអាចមើលបានឆ្ងាយលុបទៅបាត់ហើយយកកន្លះម៉ោងអញ្ចឹងដូចខ្ញុំបានប្រាប់ពីមុនមកអញ្ចឹងថាបើយើងធ្វើកបាក់បែបនេះសម្រាប់បងប្អូននៃគាត់ចិញ្ចឹមប្រចាំឆ្នាំអញ្ចឹងគាត់ធ្វើកបាក់យើងអាចនិយាយថាជាថាសវ័យដូចខ្ញុំអញ្ចឹងមកអញ្ចឹងយើងអាចយកមកធ្វើបែបនេះលឿនតែខ្ញុំដាក់ហ្នឹង2នាក់ប្រហែលជាកន្លះម៉ោងរួចម្នាក់អ្នកលាយម្នាក់លើកយកមកដាក់អញ្ចឹងកបាក់បែបនេះយើងចង់ដាក់ត្រឡប់ទៅលិនយ៉ាងណាក៏បានងាយស្រួលវាបានឃើញចង់ដាក់ពីលើពីក្រោមអញ្ចឹងប្រហែលកន្លះម៉ោងច្រិតចាប់ដើមឡើងនេះវាបានឃើញថ្ងៃនេះដែរ500ស្ទល់ជាង500ស្ទល់ទៅដាក់ឲ្យដៃមិញឃ្លាតប្រហោះបន្តិចចុះអានេះដូចថាយើងចែកគ្នាមើល500ស្ទល់នេះដែរអានេះគឺមានបងប្អូននៅខាងនោះកាត់សាំងតិចឯកាត់សាំងតែ200ស្ទល់របស់ខ្លួនឯង300អញ្ចឹងដាក់សរុបក្នុងនេះព្រោះថាចរិតយើងចរិតវាល្អដែរអញ្ចឹងយើងដាក់សរុបតែម្ដងនេះអានេះដែលយើងបិទប្រឡោះនេះមិនមែនបានន័យថាយើងបិទចិត្តហ្នឹងអត់មានចំណៃណាបិទចិត្តហ្នឹងនៅក្នុងក្រោមនេះគឺខ្ញុំបានដាក់កតុជាស្រេចដាក់កតុហើយត្រើផ្លឹកឈើអញ្ចឹងគឺវាអាចចេញមកលើក៏បានហើយខាងនោះគឺជាកដុងទឹកគឺខ្ញុំដាក់ចន្លោះកដុងទឹកមួយរបូតតែគ្រាន់តែឆ្ងាយយើងមិនអាចមើលឃើញបានអស់ក្នុងហ្នឹងនេះវាបានស្អាតអានេះខ្ញុំដាក់មកអានេះប្រហែលជាមុនគេប្រហែលជាកន្លះម៉ោងអានេះមុនគេវាឡើងបានច្រើនក្រាន់មុនគេវាឡើងបានច្រើនក្រាន់គឺវាអត់ទាន់ដោះអាវកាក់អស់ណាអត់ទាន់ដោះស្លាប់អស់ទេវានៅមានអាវកាក់មួយនៅក្នុងហ្នឹងតែគ្រាន់តែចរិតជាងវាពេញច្រើនចរិតជាងវាច្រើនអញ្ចឹងយើងអាចយកពងបានបើយើងចាំដល់ដោះអាវកាក់អស់បានដាក់ពងតែម្ដងគឺអាមុនគេហ្នឹងគ្នាចង់ឃ្លីពោះអត់ហើយបាទអានេះយើងមើលទៅតាមចរិតតែដោះអាវកាក់ហ្នឹងក៏មានលក្ខណៈទូដែរចាំមើលនេះអាវកាក់គឺអាវកាក់ធំអានេះមានខ្មៅមានសខ្មៅមួយដូចតែបានឃើញគោលគ្នាអញ្ចឹងនៅក្នុងករណីយើងដាក់ពងចរិតទាំងអស់យើងអាចធ្វើទៅបានថាបងប្អូនគាត់មានជាចានឬក៏មានជាអីយើងអាចដាក់គោលើគ្នាវាពិបាកបើសិនណាជាដាក់គោដូចបែបនេះអានេះខ្ញុំដាក់មកនេះវាទាំងឡើងប្រហែលអញ្ចឹងយើងដាក់គោជួតលើគ្នាគឺងាយយើងធ្វើយ៉ាងម៉េចរបស់វារឹងយើងអាចដាក់គោងពីមួយទៅមួយដោយស្រួលគឺមិនចាំបាច់ភ័យដូចចានដូចផ្តិលទេចានផ្តិលបើសិនណាយើងដាក់ខូចបន្តិចគឺវាកន្លាប់អាចកពប់ផ្អៀងទៅក្រោមអញ្ចឹងវាខូចបើយើងដាក់បែបនេះក៏អត់អីទេគឺល្អបាទនេះបានឃើញនេះអានេះទឹកគឺពេលស្រេកទៅបឺតទឹកនៅគៀនហ្នឹងនេះទឹកនេះអានេះវាជីពងវាមួយវាចេះដុតបរោះណានេះអានេះបានកន្លែងដែលវាត្រូវពងតែវាជ្រួលច្បល់ទៅយាយប្រូតេអ៊ីនដាក់ចឹងគ្នាថ្មីបើកទួខ្ញុំដាក់កប់បាត់ហើយមើលឃើញនេះស្លឹកដែលឃើញនេះគឺស្លឹកឆាយាហ្នឹងគឺមកយប់នេះគឺស្រេកក៏នៅនឹងឃ្លានក៏នៅនឹងគឺជាចំណីមួយយ៉ាងដែលយើងអាចថាគេថាជំនួសទឹកបានមកយប់ជំនួសចំណីបានមកយប់តែក៏មានអត់ដែរនៅក្នុងនោះខ្ញុំដាក់ទាំងអស់ដែរបាទចុងក្រោយសូមអរគុណបាទ